នៅភូមិប្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យសភាពការនៅព្រឹកនេះមានការស្ងប់ស្ងាត់ដោយប្រជាពលរដ្ឋរស់នៅដោយសពដងបាទទស្សនិកជនมันមានភាសឹកมันមានការចម្លៀសអ្វីនោះទេហើយប្រជាពលរដ្ឋគាត់នៅរកស៊ីប្រចាំថ្ងៃបាទហើយចំណែកភាគីខាងសៀមវិញយប់មិញនេះបានចាក់តន្ត្រីរំខានបងប្អូនប្រជាពលរដ្ឋចំនួន2កន្លែងបាទបងប្អូនទស្សនិកជនចាក់តន្ត្រីនោះគឺម៉ោងចាប់ពីម៉ោង11យប់ឈានចូលទៅថ្ងៃទី11ខែ11 2015នៅទៀបភ្លឺវេលាម៉ោង3នៅថ្ងៃទី11ខែ11 2025នេះភាគីខាងសៀមបាទបានចាក់តន្ត្រីរំខានបងប្អូនប្រជាពលរដ្ឋនៅភូមិព្រៃច័ន្ទនេះទាំងមូលក៏ដូចជាកងទ័ពបាទនេះគឺជាចេតនាថៃមួយបាទនេះជាចេតនាថៃតែងតែបង្កភាពវឹកវរមកដល់ប្រទេសកម្ពុជាបាទមានគោលបំណងញុះញង់ឲ្យប្រជាពលរដ្ឋមានការខឹងសម្បាអត់ទ្រាំមិនបានគឺមានការតបតទៅលើភាគីខាងថៃនឹងតបតវិញបាទកងទ័ពក៏ដូចជាថ្នាក់ដឹកនាំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាមហាជនសប្បុរសជនទាំងអស់កុំមានការខឹងសម្បាទុកពេលវេលាទូនាទីនេះសម្រាប់ថ្នាក់ដឹកនាំលោកធ្វើការកាលណាបងប្អូនខឹងសម្បាក្នុងការថៃកំពុងតែញុះយើងធ្វើឲ្យ